លោកស្រីកងដៃរបស់លោកស្រីមួយនេះជប់ផ្ទះខ្ញុំថ្ងៃដំបូងក៏សម្លឹងឃើញរបស់ខ្ញុំបាត់ទៅហើយគឺលោកស្រីឈឺក្បាលអាចមកពីកងដៃមួយនេះកងដៃមួយនេះអាចជារបស់កប់តាមខ្មោចបើមិនជឿលោកស្រីសាកដោះវាចេញឥឡូវនេះទៅមើលអស់ចាមែនធូរជាងមុនច្រើនណាស់តាមពិតទៅនារីម្នាក់នេះទើបតែត្រូវបានលោកប្រុសនាំមកផ្ទះដើម្បីថែទាំខកព្រោះតែកាលពីមួយខែមុននាងបានមានផ្ទៃពោះកូនរបស់លោកប្រុសដោយចៃដន្យពេលនាងដឹងរឿងនេះក៏បញ្ឆោតនាងថាគ្រួសារអភិជនគឺជាកន្លែងស៊ីសាច់ខុតឈាមដោយចង់ឲ្យបងប្អូនជីដូនមួយដែលកំពុងមានផ្ទៃពោះដូចគ្នារៀបការចូលគ្រួសារអភិជនជំនួសនាងនឹកស្មានមិនដល់ស្រាប់តែពេលនោះនាងឮសំឡេងកូនពីក្នុងពោះកូនប្រាប់ថាមីងគ្រាន់តែចង់ឲ្យកូនស្រីគាត់ទៅសោយសុខក្នុងគ្រួសារអភិជនជំនួសនាងហើយពេលគេកើតមកមីងនឹងច្របាច់គេឲ្យស្លាប់ទើបនាងដឹងថាមីងមានចិត្តអាក្រក់យ៉ាងនេះចៃដន្យឲ្យអីពេលនោះលោកប្រុសក៏មកគ្រប់ដល់ផ្ទះដើម្បីកុំឲ្យល្បិចរបស់មីងបានសម្រេចនាងក៏ប្រញាប់ប្រាប់លោកប្រុសថានាងកំពុងពោះកូនរបស់លោកខ្ញុំមានផ្ទៃពោះហើយកូនជារបស់លោកឃើញបែបនេះមីងក៏ស្ទុះចេញមកនិយាយភ្លាមថាយប់នោះអ្នកដែលនៅជាមួយលោកប្រុសគឺបងប្អូនជីដូនមួយរបស់នាងដើម្បីបញ្ជាក់ថាសម្ដីខ្លួនជាការពិតនាងក៏និយាយថានៅចង្កេះលោកប្រុសមានសម្លាក់ពីកំណើតរូបកាឈូកលោកប្រុសគ្រាន់តែភ្លាមក៏ឲ្យនាងទៅរៀបចំអីវ៉ាន់ដើម្បីនាំនាងទៅផ្ទះចំណែកឯមីងវិញនៅតែបន្តមួបង្កាច់ថានាងនិយាយកុហកនឹកស្មានមិនដល់លោកប្រុសក៏បោះឯកសារមួយដុំឲ្យគាត់តាមពិតលោកបានស៊ើបអង្កេតពីប្រវត្តិនាងយ៉ាងច្បាស់រួចទៅហើយយ៉ាងណាមិញនាងត្រូវបានលោកប្រុសនាំមកគ្រូសាលីពេលនោះកូនក្នុងពោះក៏រំលឹកនាងទៀតថាកុំទាន់អពេកព្រោះម្ដាយក្មេកនាពេលអនាគតរបស់នាងមិនងាយទប់ទល់ទេគ្រាន់តែនាងឈានជើងចូលគ្រូសាលីភ្លាមលោកស្រីលីក៏ធ្វើមុខក្រញើប្រមាននាងឲ្យនាងបង្កើតកូនមកឲ្យស្រួលបួរបន្ទាប់មកនឹងឲ្យលុយមួយដុំជាការតបស្នងហើយប្រាប់នាងកុំឲ្យបងរបស់ដែលមិនមែនជារបស់ខ្លួនថែមទាំងនិយាយថាវាគ្រូសាលីមិនមែននរណាចង់ចូលក៏ចូលបាននោះទេនាងក៏ដឹងខ្លួនថាម្ដាយក្មេកម្នាក់នេះមិនងាយញ៉ៃជាមួយទេមិត្តដែលកំពុងមើលវីដេអូនេះសូមផ្ញើផ្កាកុលាប3តងថ្ងៃមុខនឹងមានសំណាងល្អរកស៊ីមានបានពេលនោះស្រាប់តែម្ដាយក្មេកឈឺក្បាលកូនក៏ប្រាប់នាងភ្លាមថាកងដៃត្បូងថ្មរបស់ម្ដាយក្មេកមានបញ្ហានាងប្រញាប់ប្រាប់ឲ្យម្ដាយក្មេកដោះកងដៃនោះចេញម្ដាយក្មេកក៏ដោះចេញទាំងពាក់កណ្ដាលជឿពាក់កណ្ដាលសង្ស័យស្រាប់តែអាការៈឈឺក្បាលរបស់គាត់ក៏បាត់ភ្លាមមែនពូកែមែនពូកែស័ក្តិសិទ្ធិមែនឆាប់ឡើងអង្គុយទីនេះមកហេតុនេះហើយទើបនាងទទួលបានការពេញចិត្តពីម្ដាយក្មេកដើម្បីអរគុណនាងដែលបានព្យាបាលជំងឺគាត់ម្ដាយក្មេកក៏នាំនាងទៅទិញអីវ៉ាន់នៅផ្សារទំនើបម៉ាកល្បីថែមទាំងទិញរបស់ប្រណិតទាំងអស់ក្នុងហាងឲ្យនាងទៀតផងពេលនាងផ្លាស់ខោអាវថ្មីចេញមកលោកប្រុសមើលឡើងផ្លឹកមិននឹកស្មានថានាងតែងខ្លួនទៅស្អាតយ៉ាងនេះសោះតែនៅតែមាត់រឹងនិយាយថានាងជាស្ត្រីមានផ្ទៃពោះកុំតែងខ្លួនបែបនេះអីមនុស្សស្រីយើងតែងខ្លួនគឺដើម្បីតែផ្គប់ចិត្តខ្លួនឯងទេអាឡអត់នេះកុំវង្វេងខ្លួនឯងពេកឯងគ្រាន់តែនិយាយមកស្អាតឬមិនស្អាតលោកប្រុសគ្មានជំរើសក៏ត្រូវទៅគិតលុយយ៉ាងស្ងៀមស្ងាត់ពេលនោះកូនក្នុងពោះក៏ចាប់ដើមចំអកទៀតថាប៉ាម្នាក់នេះពូកែធ្វើពុតណាស់តាមពិតពេញចិត្តចង់ស្លាប់ទៅហើយតែធ្វើជាមិនខ្វល់មួយប៉ព្រិចភ្នែកនាងក៏ចិត្តដល់ថ្ងៃសម្រាលឆ្លងកាត់ការរស់នៅជាមួយគ្នាមួយឆ្នាំនេះម្ដាយក្មេកកាន់តែស្រឡាញ់នាងហើយក៏ប្រាប់នាងថាពេលកូនកើតមកនឹងឲ្យលោកប្រុសរៀបចំពិធីមង្គលការដ៏ធំមួយឲ្យនាងគ្រាន់តែភ្លាមស្ទើរតែមិនជឿទៅជាខ្លួនឯងមិននឹកស្មានថាម្ដាយក្មេកដ៏តឹងរឹងពិតជាទទួលយកនាងមែនពេលនោះម្ដាយក្មេកក៏ហុចធៀបការមួយឲ្យនាងសួរថានាងចូលចិត្តម៉ូដនេះទេនាងឃើញនៅលើធៀបមានរូបកាឈូកក៏សួរដោយចង់ដឹងថាមានអត្ថន័យពិសេសអ្វីម្ដាយក្មេកបញ្យល់ថាកូនចៅគ្រូសាលីកើតមកគឺមានសម្លាប់កាឈូកពីកំណើតពេលចៅកើតមកច្បាស់ជាមានដូចគ្នាកំពុងតែនិយាយម្ដាយក្មេកក៏ទទួលទូរស័ព្ទថាមានរឿងត្រូវដោះស្រាយរួចក៏ចេញទៅក្រៅបាត់ខណៈដែលនាងកំពុងស្រមៃដល់ជីវិតដ៏ស្រស់បំព្រងនាពេលអនាគតនឹកស្មានមិនដល់មិត្តពីកុមារភាពរបស់លោកប្រុសក៏មកគ្រប់ដល់កន្លែងនារីចិត្តអាក្រក់នោះមកដល់ភ្លាមក៏ចង្អុលមុខជេរនាងទាំងខឹងសម្បាថានាងតាក់ទងបងធីងស្វៀនរបស់នាងពេលនោះកូនក៏ប្រាប់នាងទៀតថានារីចិត្តអាក្រក់នេះពូកែធ្វើពុតជាគួរឲ្យអាណិតណាស់ឲ្យតែនាងយំប៉ានឹងទុនចិត្តភ្លាមសម្ដែងធ្វើជាគួរឲ្យអាណិតផ្នែកមួយនេះខ្ញុំមិនដែលចាញ់អ្នកណាទេនារីចិត្តអាក្រក់ជេរនាងថាមិនមើលគីឡូខ្លួនឯងនៅចង់តោងគ្រួសារអភិជនទៀតនាងក៏លេចឃើញលោកប្រុសកំពុងដើរមកទីនេះក៏ញឹមឌឺដងដាក់នារីចិត្តអាក្រក់នោះនារីចិត្តអាក្រក់ឃើញហើយក៏ខឹងច្រឡោតលើកដៃបំរុងនឹងវានាងក៏ឆ្លៀតឱកាសលុតជង្គង់ចុះធ្វើមុខគួរឲ្យអាណិតសុំទោសនារីចិត្តអាក្រក់ថាខ្លួនមិនមានចិត្តណាបំផ្លាញចំណងអាពាហ៍ពិពាហ៍របស់នាងនឹងធីងស្វៀនទេថែមទាំងនិយាយថាពេលសម្រាលកូនរួចនឹងចាក់ចេញពីគ្រួសារលីលោកប្រុសឃើញទិដ្ឋភាពនេះក៏ចាប់ដៃនារីចិត្តអាក្រក់ប្រវត្តិចេញភ្លាមយ៉ាងណាមិញនារីចិត្តអាក្រក់ចង់ធ្វើបាបគេតែមិនបានសម្រេចបែរជាត្រូវនាងលេងមួយក្បាច់វិញបន្ទាប់មកលោកប្រុសក៏ជួយគ្រានាងងើបឡើងហើយស្រែកកំហុសសួរនារីចិត្តអាក្រក់ថាចង់ធ្វើអីនារីចិត្តអាក្រក់ឃើញសភាពការមិនស្រួលក៏យំធ្វើជាតូចចិត្តនាងយំហើយប៉ាច្បាស់ជាទុនចិត្តហើយចំណែកនាងក៏មិនព្រមចាញ់ដែរធ្វើជាគួរឲ្យអាណិតនិយាយថាខ្លួនមិនដឹងថាពួកគេមានកិច្ចសន្យារៀបការទេហើយថាពេលសម្រាលកូនរួចនឹងចាក់ចេញដោយខ្លួនឯងមិនបំផ្លាញមនោសញ្ចេតនាពួកគេឡើយលោកប្រុសហើយក៏អាណិតនាងយ៉ាងខ្លាំងព្រមមាននារីចិត្តអាក្រក់ភ្លាមថាកិច្ចសន្យារៀបការរវាងពួកគេគ្រាន់តែជារឿងលេងសើចប៉ុណ្ណោះពេលនាងកំពុងពោះកូនរបស់លោកត្រូវតែទទួលខុសត្រូវចំពោះនាងនារីចិត្តអាក្រក់ហើយខឹងស្ទើរតែឈួតដោយឃើញស្ថានភាពបច្ចុប្បន្នមិនអំណោយផលក៏បានត្រឹមតែបណ្ដោយនាងសិនគិតថានឹងរកឱកាសចាត់ការនាងនៅថ្ងៃក្រោយនឹកស្មានមិនដល់នារីចិត្តអាក្រក់ទើបតែដើរចេញផុតនាងក៏ឈឺពោះយ៉ាងខ្លាំងហើយក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសម្រាលកូនដោយសុវត្ថិភាពមួយគ្រួសារឃើញកូនថតរលកទ្រលន់ក៏ត្រេកអរយ៉ាងខ្លាំងលោកប្រុសក៏ប្រញាប់ឲ្យនាងមើលកូនដ៏គួរឲ្យស្រឡាញ់នេះពេលនោះនារីចិត្តអាក្រក់ក៏សម្រុកចូលមកទៀតនិយាយថាកូននេះមិនមែនជារបស់លោកប្រុសទេម្ដាយក្មេកប្រាប់ថាថ្ងៃនេះជាថ្ងៃសិរីសួស្ដីរបស់គ្រូសាលីកុំឲ្យនាងមករឿងនៅទីនេះតែនារីចិត្តអាក្រក់បែរជានិយាយថានាងមានភស្តុតាងនាងមានភស្តុតាងអីនាងនិយាយថាកូនគ្រូសាលីកើតមកគឺមានសម្លាក់ការជុកពីកំណើតតែនៅលើខ្លួនកូននេះគឺគ្មានតតែសោះមួយគ្រូសាររើហើយក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងប្រញាប់ពិនិត្យមើលលើខ្លួនកូនថាមានសម្លាក់ការជុកឬអត់ពិតជាគ្មានមែន